ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើវីដេអូបញ្ជាក់ប្រាប់បង្ហាញណាអំពីដៃដែលអ្នកដែលមានប៉ុនណាចាមានប៉ុនច្រើនណាចាហើយក៏តាក់ទងជាមួយនឹង comment នេះដែរសូមឲ្យម្ចាស់ comment ចូលមើលវីដេអូនេះឲ្យចប់ណាចាដំបូងយើងមើលខ្សែជីវិតចារបស់គាត់ដូចជាមិនស្អាតទេណាចាខ្សែជីវិតដាច់ចាបន្ទាប់ពីនឹងទៀតចាខ្សែខួរក្បាលរបស់គាត់ណាចាហើយចាបន្ទាប់មកទៀតចាក៏ខ្សែបេះដូងណាចាខ្សែខួរក្បាលមានខ្សែបែកជាពីរចឹងបញ្ជាក់ថាមនុស្សដែលមានភាពវៃឆ្លាតណាចាប្រកែកច្នៃប្រឌិតចាខ្សែចិត្តរបស់គាត់ណាចាបាត់ដៃនេះចាសូមបញ្ជាក់ផងដែរចាជាមនុស្សដែលចិត្តរលាយណាចាចាយធូរណាចាមើលចន្លោះនៃរវាងខ្សែខួរក្បាលនិងខ្សែបេះដូងគឺវាឃ្លាតគ្នាឆ្ងាយណាចាឥឡូវខ្ញុំមកចាបង្ហាញអំពីខ្សែបនចាស់របស់គាត់នេះណាត្រីកោណនៅលើខ្សែចាបេះដូងនេះណាចាមានកម្ពស់ឡើងទៅលើទៀតណាមានរាងដូចប្រាសាទចាហើយមកចំហៀងទៀតចាក៏មានខ្សែមកតង់ទៀតមកទុកនិយាយរួមគឺបនខ្សែបនរបស់គាត់មាន3ជាន់ណាចាបន្ថែមពីនេះចាក៏មានចាខ្សែទ្រព្យសម្បត្តិណាចាបញ្ជាក់ណាបាត់ដៃនេះជាបាត់ដៃក្មេងអាយុ7ឆ្នាំណាចាមិនមែនជាមនុស្សធំទេណាចាប៉ុន្តែដោយសារខ្សែបនគាត់ច្រើនដូចជាខ្សែទ្រព្យសម្បត្តិគាត់នៅត្រង់នេះគឺចែកចាឲ្យគាត់ហើយតែម្ដងមានពូវាក្នុងនឹងហើយផ្ទះបនក៏មានទៅទៀតចាបាត់ដៃនេះណាល្អចាមូលហេតុដែលគាត់មានខ្សែបនតតែ3ជាន់ចាមានច្រើនបែបនេះចាគឺវាមានមូលហេតុចាដោយសារទី1ខ្សែចុចទី3របស់គាត់គឺមិនសូវជាល្អទេខ្សែសុខភាពនឹងឯងណាចាកន្លែងនេះគឺខ្សែជីវិតគាត់ដាច់ណាអត់ស្អាតទេណាដោយសារខ្សែជីវិតដាច់របស់គាត់នឹងហើយដែលធ្វើឲ្យគាត់មានចាសតិបនចាស់របស់គាត់លេចឡើងមកច្រើនដើម្បីការពារជីវិតរបស់គាត់អ្នកដែលមានខ្សែបន3ជាន់ដូចគាត់អញ្ចេះណាចាអានេះគាត់មានអ្នកតាមថែរក្សាសញ្ញាឯកតាបាត់ដៃទៅទៀតចាធ្វើអីចាតែងតែដឹងមុនចាឲ្យហេតុដឹងមុនមានជួបគ្រោះភ័យអ្វីតែតែយករួចខ្លួនបានចាមិនប៉ះពាល់ដល់គាត់ទេណាហើយខ្ញុំចង់បកស្រាយខមមិនខាងលើនេះដែរចាខ្ញុំយកបាត់ដៃនេះមកគឺខ្ញុំចង់និយាយថាអញ្ចេះចាទោះបីជាខ្សែជីវិតដៃនេះចាមិនល្អខ្សែជីវិតដៃខ្សែសុខភាពមិនល្អប៉ុន្តែចាមានបនចាស់របស់គេច្រើនណាគេរំលែកតែជួបរឿងល្អចាមានគេហៅថាមានទ្រព្យសម្បត្តិច្រើនសំណាងក៏គេច្រើនដែរហើយក៏គ្មានរឿងអីនឹងអាចប៉ះពាល់ដល់អាយុជីវិតគេបានដែរណាចាហ្នឹងគឺដោយសារតែបនរបស់គេបានច្រើនអញ្ចឹងចាខមមិនតែគាត់សួរតាក់ទងនឹងរឿងចាមានរូបអីផ្សេងហ្នឹងខ្ញុំបានបញ្ជាក់ឲ្យគឺអត់មានទេចាខ្ញុំបានសិក្សាជាមួយគ្រូខ្ញុំចាហើយព្រមទាំងបកប្រែចាភាសាពីប្រទេសដទៃផងដូចជាមិនដែលឃើញខ្ញុំហ៊ាននិយាយថាគ្មានទេក្បួនបាត់ដៃដែលមានរូបព្រះរូបនាគចារូបដាវរូបអីហ្នឹងគ្មានទេណាចាមានតែខ្សែបនចាផ្កាឈូកចានិមិត្តសញ្ញាត្រីកោណចានិមិត្តសញ្ញាចតុកោណអីផ្សេងមានតែប៉ុណ្្នឹងទេណាចាបើតាក់ទងនឹងរូបដែលគាត់សួរគឺគ្មានទេអញ្ចឹងមកខ្ញុំប្រាប់ថាបើសិនជាមានគ្រូខ្លះគេប្រាប់ថាមានអញ្ចឹងគាត់វិភាគមើលសិនមុននឹងជឿណាជឿអីដោយប្រើបញ្ញាទៅណាខ្ញុំប្រាប់ឲ្យមនុស្សយើងល្អអាក្រក់បានដោយសារបនអញ្ចឹងចាវិភាគមើលទៅកន្លែងណាដែលវាមិនគួរចានឹងអាចជឿចាគួរណាតែកុំជឿណាចាចាជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំចេញវីដេអូនិយាយអំពីចាតកតងទៅនឹងផ្ទះដែលរកបានដោយខ្លួនឯងណាវីដេអូមុនខ្ញុំនិយាយអំពីផ្ទះបនចាដោយតែបានដឹងអញ្ចឹងផ្ទះបនជាផ្ទះទាំងឡាយណាដែលបានដោយមិនហត់ចាបានដោយការឧបត្ថម្ភអីជាដើមណាចាចំណែកឯផ្ទះដែលចាយើងរកបានដោយខ្លួនឯងដែលញើសជើងខ្លួនឯងចាវាមានទម្រង់បែបនេះណាចាដំបូងចាយើងមើលទៅលើខ្សែជីវិតចាហើយក៏មានខ្សែមួយដែលកាត់ធ្លាក់ចុះចាក៏មានខ្សែមួយដែលឡើងមកវិញជួបគ្នាចាកើតចេញជាចាត្រីកោណនៅលើខ្សែជីវិតណាតែជីវិតបាញ់ឡើងចាកើតចេញជាត្រីកោណលើខ្សែជីវិតបែបហ្នឹងមានន័យថាចាបាត់ដៃមានឱកាសក្នុងការរកលុយច្រើននៅក្នុងអាយុហ្នឹងចាមានឱកាសក្នុងការទិញផ្ទះថ្មីផងដែរឥឡូវយើងមកមើលខ្សែវាសនាចាខ្សែវាសនារបស់គាត់ចាដែលបាញ់ឡើងហ្នឹងចាក៏មានបង្កើតនៅចាថង់ខ្ចប់មាសខ្ចប់ប្រាក់ផងដែរណាចាថង់ខ្ចប់មាសខ្ចប់ប្រាក់នេះគឺសំខាន់ណាស់ចាម្ចាស់បាត់ដៃបច្ចុប្បន្នសល់លុយប៉ុណ្ណាយើងអាចមើលបានក្នុងកញ្ចប់នេះហើយចាសម្រាប់ចាបាត់ដៃរបស់គាត់បច្ចុប្បន្ននេះចាកញ្ចប់លុយដែលនៅសល់ណាខ្ញុំគូឲ្យមើលណាចាគឺនៅសល់ខាងក្រោមគេនេះគេហៅថាកញ្ចប់លុយដែលនៅសល់ដែលកាន់នៅនឹងដៃហ្នឹងបានន័យថាវានៅមានតិចណាមិនតាន់ចានឹងគ្រប់ចំនួនជាដុំកពួនទេអញ្ចឹងហើយបើក្នុងអាយុ30ជាងរបស់គាត់នេះអត់តាន់អាចមានផ្ទះបានទេប៉ុន្តែអាយុដែលគាត់មានផ្ទះបាននេះណាចាគឺអាយុ40ណាចាគឺក្នុងអាយុ40ខ្សែវាសនាបាញ់ឡើងចាហើយលើខ្សែជីវិតក៏បាញ់ឡើងដូចគ្នាណាចាអញ្ចឹងក្នុងអាយុនោះគាត់ខំប្រឹងទៅចាប្រឹងរស់ស៊ីចាមានឱកាសក្នុងការរស់ស៊ីចាខំប្រឹងគឺនឹងបានផ្ទះយ៉ាងពិតប្រាកដណាចា